នៅកំពង់សោមយើងអ្នកណាខ្លះអត់តន់ស្គាល់ Phở de Paris ឬក៏ហៅកាត់ Phở Paris នៅនេះគឺជាកន្លែងប្រចាំតកូលមួយរបស់ខ្ញុំដូចគ្នាជាទូទៅគឺខ្ញុំមកនេះមកញ៉ាំ Phở ហើយជាមួយនឹងញ៉ាំបងបូវេប៉ុន្តែមុខម្នួយនៅនេះវាមិនមែនមានតែ Phở ឬបងបូវេហ្នឹងឯងគឺគេមានមុខម្នួយច្រើនទៀតហើយគ្រាន់តែថាខ្ញុំចូលចិត្តញ៉ាំពីរមុខហ្នឹងអញ្ចឹងណាហើយសម្រាប់ថ្ងៃនេះគឺខ្ញុំមកហ្នឹងគឺមកដើម្បីញ៉ាំបងបូវេដោយសារតែម្សិលមិញមួយថ្ងៃខ្ញុំញ៉ាំ Phở ហើយPhở នៅនេះក៏ឆ្ងាញ់ដែរប៉ុន្តែដោយសារទៅតែញ៉ាំហើយអញ្ចឹងទៅក៏ញ៉ាំបងបូវេទៅអញ្ចឹងដោយសារអង្គុយរងចាំយើងចាក់គ្រឿងចាក់ទឹកចាក់អីយើងឲ្យហើយទៅដើម្បីតិចគេយកមកហើយសម្រាប់បន្លែគឺគេលើកមកមុនបន្លែបងបូវេម៉ូតផ្សេងបន្លែ Phở ម៉ូតផ្សេងម៉ាក់ខ្ញុំថ្ងៃនេះក៏គាត់ហៅ Phở ហូបព្រោះសារថាគាត់ចូលចិត្តរសជាតិ Phở នេះដែរហើយខ្ញុំក៏ចូលចិត្តដូចគ្នាប៉ុន្តែដោយសារទើបហូបហើយយើងក៏ហៅបងបូវេហូបវិញហើយនេះរូបរាងបងបូវេយើងលាយបន្លែយើងលាយអីទៅហើយសម្រាប់អ្នកដែលគាត់ញ៉ាំតិចវាអាចនឹងសល់ដោយសារតែចាននេះរៀងធំណាចាននេះរៀងធំអញ្ចឹងបើសិនជាអ្នកដែលគាត់ញ៉ាំច្រើនដូចខ្ញុំដាក់ទៅពុបនឹងអស់មកមិនល្មមហូបហ្មងប៉ុន្តែបើសម្រាប់អ្នកគាត់ញ៉ាំតិចអាចនឹងរៀងសល់ព្រោះឯចានគេធំល្អហើយនេះចានធម្មតាគេមានចានធំយ៉ាងហ្នឹងទៀតហើយសម្រាប់អនាម័យគឺអនាម័យល្អរសជាតិខ្ញុំចូលចិត្តហើយនេះខ្ញុំហៅកាហ្វេមួយដូចគ្នាសម្រាប់កាហ្វេអូខេរសជាតិមកទួយកបានកាហ្វេវាគួរដោយសារហាងគាត់មិន specialize ជាមួយកាហ្វេអញ្ចឹងកាហ្វេរសជាតិសម្រាប់ខ្ញុំគឺអូខេប៉ុន្តែវាអត់តន់ធ្វើវិចហើយនេះបរិយាកាសហាងងាយស្រួលអង្គុយហើយទីតាំងក៏ងាយស្រួលរកដូចគ្នាទីតាំងគឺហួស stop បើយើងជិះមកពីខាងគុជអាស៊ីហួស stop សាយូម៉លហ្នឹងតិចឯងនៅខាងឆ្វេងដៃហ្នឹងមើលទៅឃើញហើយអាច search Google Map បាននេះមកញ៉ាំហើយខ្ចប់យកទៅផ្ទះវិញទៀតនេះទីតាំងមើលទៅឃើញខ្នល់ធំហ្មងអញ្ចឹងវីដេអូនេះអត់មានអីទេមានតែប៉ុណ្្នឹងឯងអរគុណ